លោកតាន់គឹមសួរសកម្មជនការពារប្រៃឈើនៅកម្ពុជាថាជីលេងជប់មែនតែនខេត្តព្រះវិហារប្រិយមិត្តជាទីរាប់អានបទល្មើសធនធានធម្មជាតិនៅតែអាចចរាចរបានយ៉ាងរលូនលើកំណត់ផ្លូវជាតិលេខ62ទាំងថ្ងៃទាំងយប់រាប់សិបឡានឆ្លងកាត់ស្នាក់ការចាំយាមរាប់សិបកន្លែងមានទាំងស្នាក់ការបរិស្ថានរដ្ឋបាលព្រៃឈើកងរាជអាវុធហត្ថប៉ូលីសសេដ្ឋកិច្ចហាក់គ្មានខ្លាចរអាអ្វីបន្តិចទាល់តែសោះឬមួយការចរាចរបទល្មើសធនធានធម្មជាតិនេះចេះហោះចេះហើរពុះដីជ្រៃអាកាសទើបបានជាពុំមានការទប់ស្កាត់និងបង្ក្រាបពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធដែលបានដាក់ស្នាក់ការចាំយាមនៅតំបន់នោះជាក់ស្ដែងកាលពីព្រឹកថ្ងៃទី22ខែមេសាឆ្នាំ2026លោកតាន់គឹមសួរប្រធានសមាគមយុវជនស្រឡាញ់ធនធានធម្មជាតិនិងក្រុមការងារបានធ្វើដំណើរឆ្លងកាត់ក៏ប្រទះឃើញរថយន្តសាំយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BH 0173ផ្ទុកពេញដោយឈើនៅចំណុចភូមិទទឹមឃុំរំទុំស្រុករវៀងខេត្តព្រះវិហារក៏បានរាយការណ៍ទៅសមត្ថកិច្ចមន្ត្រីជំនាញដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបបានរថយន្តខាងលើតែម្ដងទន្ទឹមនឹងនេះដែរនៅលើករណីផេករបស់លោកតាន់គឹមសួរបានបង្ហោះថាជិះលេងជួបមែនតែនព្រះវិហារចរាចរបទល្មើសព្រៃឈើទាំងយប់ទាំងថ្ងៃរាប់សិបឡានឆ្លងកាត់ស្នាក់ការចាំយាមរាប់សិបកន្លែងមានទាំងស្នាក់ការបរិស្ថានរដ្ឋបាលព្រៃឈើកងរាជអាវុធហត្ថប៉ូលីសសេដ្ឋកិច្ចដោយគ្មានខ្លាចរអាអ្វីបន្តិចទាល់តែសោះបទល្មើសនៅតែអាចចរាចរបានជាធម្មតាឬមួយគ្រប់ទីកន្លែងតតែមានវត្តមានតាន់គឹមសួរទើបមានការបក្រាបទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេសនៅតែគោរពស្នើសុំទៅដល់សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធដែលបានដាក់ស្នាក់ការចាំយាមមេត្តាមានវិធានការរឹតបន្តឹងនិងយកចិត្តទុកដាក់ចូលរួមបង្ការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិដែលមាននៅក្នុងដែនសមត្ថកិច្ចខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ជៀសវាងមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋថាប្រសិនបើគ្មានការបើកដៃម្លេះការចរាចរបទល្មើសធនធានធម្មជាតិទាំងនោះក៏ពុំមានដែរសូមអរគុណ